ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើមាន់ដុតចាមាន់ដុតកូកាជាដំបូងនោះខ្ញុំមានមាន់មួយក្បាលបន្ទាប់មកខ្ញុំប្រឡាក់រ៉ូឌីបន្តិចអំបិលបន្តិចផងដែរចាដើម្បីមាន់យើងនឹងមានរសជាតិឆ្ងាញ់ណាចាកុំឲ្យសាបពេកចឹងណាចាបន្ទាប់ពីប្រឡាក់ហើយគឺនាងខ្ញុំបន្ថែមប្រេងខ្យងបន្តិចផងដែរចាដើម្បីឲ្យមាន់របស់យើងពេលដុតទៅគឺមានពណ៌ស្អាតហើយនឹងមានរសជាតិឈ្ងុយផងដែរចាអញ្ចឹងចាក់ប្រេងខ្យងឲ្យលាបចានឹងគេហៅម៉ាស្សាមាន់ណាបងប្អូនចាបន្ទាប់មកខ្ញុំញាត់គ្រឿងចាដំបូងហ្នឹងគឺខ្ញុំញាត់គ្រឿងចូលពោះហ្នឹងគឺមានស្លឹកតើខ្ទឹមក្រហមហើយនឹងខ្ទឹមសចាស្លឹកក្រូចម្ដេងហើយបន្ថែមនឹងគល់ទឹកខីផងដែរចាញាត់ចូលទៅក្នុងពោះទៅពេលដែលយើងពងគឺថាក្លិនឈ្ងុយមែនតើណាចាអញ្ចឹងមានម្ទេសមានខ្ទឹមសមានខ្ទឹមក្រហមអីហ្នឹងពុកម៉ែបងប្អូនដាក់ទៅហើយគល់ខីខ្ញុំដាក់យ៉ាងច្រើនទេព្រោះខ្ញុំចូលចិត្តក្លិនគល់ខីណាចាគឺថាពេលបំពងទៅឈ្ងុយនៅក្នុងក្នុងមាន់ហ្នឹងគឺថាឈ្ងុយខ្លាំងមែនតើចាបន្ទាប់ពីញាត់ហើយគឺថាគល់ខីខ្ញុំប្រហែលជា3-4 ដុំដែរចា3-4 មើមដែរបន្ទាប់មកចាខ្ញុំវិញហើយញាត់ចូលហើយបន្ទាប់មកយើងម៉ាស្សាចាម៉ាស្សាមាន់ឲ្យរៀងចូលជាតិចឹងណាចាហើយខ្ញុំបន្ទាប់មកខ្ញុំដាក់ខ្ទះចាដាក់បើកភ្លើងទៅចាដើម្បីឲ្យខ្ទះក្តៅហើយចាខ្ញុំធ្វើការចាក់ប្រេងចាបន្ទាប់ពីចាក់ប្រេងហើយខ្ញុំដាក់គល់ខីចាគល់ខីដែលខ្ញុំនៅសល់បន្ទាប់ពីញាត់ហ្នឹងចាប្រហែលជា3 ដុំចា3មើម3មើមគល់ខីហ្នឹងខ្ញុំដាក់ចូលទៅក្នុងខ្លាញ់ហ្នឹងដើម្បីបំពងហើយថែមខ្លាញ់ព្រោះរៀងស្ទើចាដើម្បីបំពងជាមួយនឹងខ្លាញ់យើងឲ្យរៀងឈ្ងុយចាឈ្ងុយគល់ខីឈ្ងុយមាន់អញ្ចឹងទៅឲ្យខ្លាញ់យើងពុះអញ្ចឹងហើយចាចេះក្លិនឈ្ងុយគល់ខីទៅហើយបន្ទាប់មកបាទខ្ញុំដាក់មាន់ចាដាក់មាន់ចូលទៅក្នុងហ្នឹងបំពងចាបំពងហើយចាព្រោះតែដាក់ប៉ុណ្្នឹងគឺឈ្ងុយគល់ខីចេញមកពីខ្លាញ់ហ្មងចាអញ្ចឹងបន្ទាប់ពីបំពងហើយគឺនាងខ្ញុំធ្វើការខបដើម្បីឲ្យឆ្អិនសព្វល្អពីនៅខាងក្នុងណាហើយភ្លើងខ្ញុំបន្ថយដែរខ្ញុំដាក់មកល្មមឯងមកដាក់ខ្លាំងឯងព្រោះតែពេលដាក់ខ្លាំងពេកទៅគឺថាមាន់ធ្វើឲ្យមាន់យើងខ្លោចហើយបន្ទាប់មកខ្ញុំធ្វើការប្រែមាន់ចាដើម្បីឲ្យវាឆ្អិនសព្វល្អណាចាបន្ទាប់មកគ្របឲ្យឆ្អិនចាបន្ទាប់ពីឆ្អិនហើយឃើញក្រហមល្អបងប្អូនហើយខ្ញុំធ្វើការស្រង់ខ្លាញ់ចេញហើយដកគល់ខីនឹងចេញចាហើយបន្ទាប់មកខ្ញុំដាក់មាន់ចូលម្សៅទៀតគឺខ្ញុំចាក់កូកាចូលតែម្ដងចាដាក់កូកាប្រហែលជាមួយកំប៉ុងហ្នឹងគឺខ្ញុំមកងាស់ចាឲ្យហៀងទឹកកូកាទៅគឺយើងបានមាន់ដុតកូកាដល់ឈ្ងុយឆ្ងាញ់ហើយចាហើយនេះវិធីធ្វើរបស់ខ្ញុំគឺខ្ញុំធ្វើបែបហ្នឹងចាបន្ទាប់មកនាងខ្ញុំមកធ្វើទឹកថៃម្ដងចាហើយឥឡូវហ្នឹងខ្ញុំមកធ្វើទឹកថៃម្ដងណាដោយសារខ្ញុំមានទឹកថៃពាក់កណ្ដាលកូនចានហ្នឹងហើយក្រូចឆ្មា2គ្រាប់ហ្នឹងយើងច្បាក់យកទឹកហើយចាដាក់ចូលគ្នាទៅហើយនឹងម្ទេស2គ្រាប់ជាមួយនឹងខ្ទឹមសផងដែរចាពុកម៉ែបងប្អូនចង់ហឹរខ្លាំងដាក់ម្ទេសច្រើនជាងនឹងទៀតណាហើយនឹងស្ករត្នោតចាអញ្ចឹងខ្ញុំយកទៅកិនចាកិនឲ្យល្មមកាលកំម៉ត់ពេកកុំធំពេកចឹងណាចាមើលទៅល្មមហើយចាក់ទៅមកចាទឹកថៃបុកហ្នឹងគឺជ្រលក់មួយមាន់ឆ្ងាញ់មែនតើចាហើយរសជាតិប៉ុណ្ណឹងគឺល្មមហើយឥឡូវនេះមាន់ដុតកូកាខ្ញុំហ្នឹងក៏បានហើយចាតំណងមែនតើគឺថាពណ៌ល្អមែនតើហើយយើងមានបន្លែបន្ទាប់ទៀតទៅគឺចាឈ្ងុយឆ្ងាញ់មែនតើចាអញ្ចឹងពុកម៉ែបងប្អូនអាចសាកធ្វើញ៉ាំបានអរគុណជម្រាបលា